ទស្សនភាពដ៏អស្ចារ្យនាពេលរាត្រីក្នុងព្រឹត្តិការណ៍ដង្ហែក្បួនទេវតាឆ្នាំមមីពុទ្ធសករាជ 2570 នៅក្នុងសង្គ្រាមបាត់ដំបង 2026 រាត្រីនេះពិតជាពោរពេញទៅដោយភាពស្រស់ស្អាតនិងសប្បាយរីករាយយ៉ាងខ្លាំងដែលមានការរៀបចំក្បួនដង្ហែដ៏អស្ចារ្យនិងមានអត្ថន័យជ្រាលជ្រៅដែលបង្ហាញពីវប្បធម៌និងអត្តសញ្ញាណជាតិខ្មែររួមមានក្បួនទេវតាក្បួនដង្ហែម្ហូបអាហារខ្មែរនិងរបាំប្រពៃណីខ្មែរដោយការរៀបចំពោរពេញទៅដោយភាពច្នៃប្រឌិតនិងគួរឲ្យទាក់ទាញភ្នែកយ៉ាងខ្លាំងក្បួនដង្ហែបានធ្វើដំណើរចាប់ពីសារមន្ទីរប្រវត្តិសាស្ត្ររហូតដល់សួនសិល្បៈក្នុងខេត្តបាត់ដំបងដែលមានភ្លើងពណ៌ភ្លឺចែងចាំងនិងមានលេងភ្លេងខ្មែរកំដរបង្កើតឲ្យបរិយាកាសកាន់តែរស់រវើកមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាច្រើនបានចូលរួមទស្សនានិងគាំទ្រយ៉ាងកុះករបង្កើតបានជាភាពរីករាយស្នាមញញឹមនិងអនុស្សាវរីយ៍ដ៏អស្ចារ្យសម្រាប់គ្រប់គ្នាពេលរាត្រីក្នុងការដង្ហែក្បួនទេវតាឆ្នាំមមីក្នុងព្រឹត្តិការណ៍សង្គ្រាមបាត់ដំបង 2026 ព្រមទាំងមានក្បួនដង្ហែម្ហូបអាហារខ្មែររបាំប្រពៃណីផងដែរចាប់ពីសារមន្ទីរប្រវត្តិសាស្ត្រដល់សួនសិល្បៈខេត្តបាត់ដំបងរាត្រីនេះក៏មានការចូលរួមទស្សនាពីបងប្អូនជាច្រើនក៏ទេវតាសុភមេសតោវរៈមង្គលាជាយាទេរៃព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន 2569 ព្រះវស្សាត្រឹមថ្ងៃសុក្រពេញបរមីនៃខែពិសាលុះដល់ថ្ងៃសៅរ៍មួយរោចខែពិសាឆ្នាំមមីអត្តស័កតទៅចូលព្រះពុទ្ធសករាជ 2570 ជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមូលមីដេដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ 2026 វេលាម៉ោង 10:48 នាទីព្រឹកអូលោកគ្រូបាទអត់គ្រូជ័យមកស្មានណាគ្រូអូបាទគ្រូជ័យខ្ញុំខត់ទីគ្រូយ៉ាងពីពលរដ្ឋធម្មតាបាទហើយនេះការបាទលោកឯងធ្វើគ្រប់បាទបងប្អូនហើយបន្តមកមានអ្នករកមហោបនៅមុខបាទហើយនៅមុខទេវតានៅមុខក្រីពីយើងមើលបាទអត់ជិះទេបាទបន្តបាទទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបានយាងចូលមកដល់ហើយបានយាងចុះមកដល់ហើយ
បត្រីទី3នៃកបិលមហាព្រំសូមប្រកាសទទួលតំណែងគ្រូបាអាចារ្យជាមួយចាស់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាកឲ្យអស់នៅលោភៈទោសៈមោហៈនិងអស្មិវិន័យក្នុងខ្លួនត្រូវតែប្រព្រឹត្តនៅអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌មេត្តាករុណាមុទិតានិងឧបេក្ខាជានិច្ចជាមួយនឹងសតិបញ្ញាដ៏ឆ្លៀងវៃនឹងឈានទៅកាន់ភាពសម្បូររុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធិពរជ័យទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈចូលកើតមានដល់មនុស្សលោកទូទាំងចម្ពោះទ្វីបទាំងមូល